មេរៀនទី4ចំណែកណាសត្វនៅលើពិភពផែនដីយើងនេះមានសត្វច្រើនប្រភេទណាសត្វខ្លះស៊ីសាច់ឆៅជាអាហារមុំសាសីសត្វខ្លះស៊ីសត្វល្អិតជាអាហារតេណាសីសត្វខ្លះស៊ីរុក្ខជាតិឬក្របធញ្ញជាតិជាអាហាររុក្ខាសីសត្វខ្លះស៊ីអាហារគ្រប់មុខសពាសីនិងសត្វខ្លះត្រូវការចំណីអាហារដាច់ដោយឡែកពីគេដូចជាពួកឃ្មុំត្រូវការលំអងផ្កានិងសារជាតិផ្សេងៗដែលមានរសជាតិផ្អែមដើម្បីចិញ្ចឹមជីវិតបណ្ដាសត្វទាំងអស់នេះមានសត្វខ្លះរកស៊ីពេលយប់សត្វខ្លះរកស៊ីពេលថ្ងៃសត្វខ្លះរស់នៅលើគោកសត្វខ្លះរស់នៅក្នុងទឹកនិងសត្វខ្លះរស់នៅលើគោកផងក្នុងទឹកផងប៉ុន្តែសត្វទាំងអស់សុទ្ធតែមានលក្ខណៈសម្គាល់របស់វាដូចនេះគេអាចធ្វើចំណែកថ្នាក់សត្វតាមលក្ខណៈដូចខាងក្រោម 1. លក្ខណៈរូបតាមរយៈលក្ខណៈរូបខាងក្រៅរបស់សត្វយើងឃើញសត្វទាំងនោះមានលក្ខណៈសម្គាល់ផ្សេងគ្នាឧទាហរណ៍លក្ខណៈសម្គាល់សត្វរោមស្លាបមានដូចជាកង្ហានទាមាន់លក្ខណៈសម្គាល់សត្វជើងមានម្រាមជាប់គ្នាមានដូចជាកង្ហានទាលក្ខណៈសម្គាល់សត្វរោមនឹងដោះមានដូចជាគោក្តាន់ឆ្កែលក្ខណៈសម្គាល់ត្រចៀកមានដូចជាគោក្តាន់ឆ្កែលក្ខណៈសម្គាល់ស្នែងគោក្តាន់